ខ្ញុំតែងតែជម្រាបបងប្អូនអំពីជនអន្តោប្រវេសន៍ចិនជនអន្តោប្រវេសន៍ឥណ្ឌាដែលគេដាក់ផែនការអន្តោប្រវេសន៍មករស់នៅសហរដ្ឋអាមេរិកហ្នឹងគឺសំបីតែគេនៅផ្ទះក៏គេតែងតែរកកន្លែងដើម្បីបង់ពន្ធដែរកាលខ្ញុំរស់នៅទីក្រុងញូវយ៉កគេតែងតែមកពឹងបងប្អូនថ្លៃខ្ញុំឲ្យរកអ្នកណាដែលទទួលថាអាចបង់ពន្ធបានគឺមានន័យថាសំបីតែគេអត់ធ្វើការហ្នឹងណាគេសុកចិត្តឲ្យយើងចែករំលែកការងារដូចជាមើលកូនទៅជួយមើលយកកូនពីសាលាអីសពគ្រប់ឬធ្វើស្អីហ្នឹងហើយគេឲ្យគណនេយ្យករហ្នឹងធ្វើជាក្រដាស់ដែលចំណាយលើពន្ធដារនិងចំណាយលើប្រាក់ចំណូលទៅឲ្យតែគេអត់មានយកប្រាក់ចំណូលផងគេខំប្រឹងដើម្បីរៀបចំលិខិតស្នាមធ្វើពន្ធដារដើម្បីឲ្យវាមានទោះបីគេដើរមិនរួចរើកំប៉ុងលក់នៅតាមចានថ្នល់ក៏គេខំប្រឹងរៀបចំលិខិតស្នាមពន្ធដារដែរដើម្បីអ្វីដើម្បីឲ្យក្នុងនាមជាជនអន្តោប្រវេសន៍ហ្នឹងគេមិនមែនមករស់នៅសហរដ្ឋអាមេរិកជាបន្ទុករបស់សង្គមអាមេរិកទេគេហៅថា living as immigrant without depending on public care and services កុំឲ្យវាមាន public charge អញ្ចឹងឥឡូវនេះរដ្ឋាភិបាលលោកឪតុំគាត់រឹតបន្តឹងខ្លាំងណាស់រហូតដល់ចង់ដាក់ឲ្យអ្នកដែលមានទិដ្ឋាការ Green Card ហ្នឹងគាត់លុយ 100000 អញ្ចឹងបងប្អូនយល់ខ្លឹមសារនេះឲ្យច្បាស់រឿងពន្ធដារអត់មានដេកសំដួលល្មូលសំគ្រិចទេហើយជាពិសេសបំផុតណារឿងធ្វើកញ្ចក់យកលុយសុទ្ធរឿងទៅជួយធ្វើនំគេយកលុយសុទ្ធរឿងទៅជួយលក់នំគេយកលុយសុទ្ធហើយនឹកឃើញតែខ្លួនហ្នឹងកំពុងតែសុបាយក្នុងជីវិតថ្មីឲ្យតែគេដឹងគឺរឿងតយម៉ាយបងប្អូនហើយជាពិសេសបំផុតបើមានប្តីមានប្រពន្ធធានាមកហើយធ្វើរឹកជាដេកស៊ីហើយសង្គមហ្នឹងអញមានកូនអញអត់ចាំបាច់ធ្វើការប្តីអញចាំឬប្រពន្ធអញចាំអាហ្នឹងក៏គេប្រកាន់ដែរគេអត់និយាយទេប៉ុន្តែឥឡូវនឹងតឹងណាស់បងប្អូនអើយអញ្ចឹងសុំបងប្អូនកុំភ្លេចទៅដកចាញ់ធ្វើការបង់ពន្ធ